ួស្ដីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះសមាលីចំណែកខ្ញុំឈ្មោះដារ៉ូពួកយើងទាំងពីរនាក់មកសន្ទនាអំពីប្រធានបទគោព្រៃនៅកម្ពុជាសួស្ដីសមាលីតើឯងស្គាល់ឈ្មោះសត្វនេះទេអូនេះជាសត្វគោព្រៃខ្ញុំស្គាល់តាមរយៈមេរៀនអប់រំបរិស្ថានដែលលោកគ្រូបានបង្រៀនគោព្រៃដែលជាសត្វជាតិត្រូវបានគេចាត់ទុកថាអាចផុតពូជហើយនៅឆ្នាំ1990តើដឹងព័ត៌មានបន្ថែមអំពីវាទៀតទេខ្ញុំចង់ដឹងណាស់អូដឹងខ្លះៗដែរតាមរយៈឯកសារសាស្ត្រគេថាគោព្រៃគឺជាសត្វព្រៃដ៏កម្រនិងពិសេសមានតិចតួចណាស់ប្រហែល10ទៅ15ក្បាលនៅក្នុងព្រៃកម្ពុជាតែប៉ុណ្ណោះហើយវាកំពុងរងគ្រោះដោយសារការបាត់បង់ទីជម្រកអាហារនិងការប្រមាថខុសច្បាប់គួរអាណិតណាស់តែយើងអាចជួយសង្គ្រោះវាបានដោយរបៀបណាមានវិធីជាច្រើនដូចជាគ្រប់គ្រងកម្មវិធីអភិរក្សរាយការណ៍ការប្រមាញ់ខុសច្បាប់តាមរយៈលេខ1290ការផ្សព្វផ្សាយដល់សាធារណជនតាមរយៈការចែករំលែកអំពីសារៈសំខាន់នៃគោព្រៃលើបណ្ដាញសង្គមជាដើមអរគុណតារ៉ូខ្ញុំនឹងចាប់ផ្ដើមចែករំលែកអំពីគោព្រៃលើទំព័រ Facebook របស់ខ្ញុំតើអ្នកដឹងទេថាគោព្រៃត្រូវបានគេចាត់ទុកថាជាសត្វព្រៃដ៏អាថ៌កំបាំងព្រោះវាពិបាកស្វែងរកណាស់មែនហើយវាជាសត្វដែលស្និទ្ធស្នាលក្នុងរស់នៅជាក្រុមតូចៗបើយើងព្យាយាមអភិរក្សវាទេប្រហែលជា5ទៅ10ឆ្នាំទៀតវាអាចបាត់ពីលោកនេះជារៀងរហូតអញ្ចឹងតើយើងជាអ្នកដើរតួនាទីការពារជាមួយគ្នាចាប់ផ្ដើមពីការយល់ដឹងរហូតដល់ការអនុវត្តយល់ព្រមគោព្រៃគឺជាមរតកធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាបើវាផុតពូជវានឹងមិនអាចត្រឡប់មកវិញជារៀងដរាប